Ok,ចំណុចទី1និយាយតាក់ទងជាមួយនឹង running prep អញ្ចឹង running prep នេះបានន័យថាការរៀបចំទុកមុនហ្នឹងហើយមុននឹងយើងទៅរត់ហើយការរត់នេះខ្ញុំចង់និយាយតាក់ទងជាមួយនឹងការប្រកួតដោយសារប្រហែលនេះខ្ញុំបានទៅប្រកួតrunning event ណាវាមិនប្រកួតអីខ្លាំងខ្លាណាស់គឺគ្រាន់តែប្រកួតជាមួយខ្លួនឯងវាជា charity event នឹងឲ្យដែររៀបចំដោយក្រុមហ៊ុន AIA Insurance នេះចឹងនេះ medal AIA Pink Run ហ្នឹងហើយឆ្នាំ2025ហ្នឹងហើយកម្មវិធីនេះគេធ្វើឡើងដើម្បីលើកតម្កើង awareness តាក់ទងជាមួយនឹង breast cancer ទៅលើ women លើនារីឬក៏ស្ត្រីហ្នឹងហើយតាក់ទងជាមួយនឹងការរត់នេះប្រហែលវិញ្ញាសាគេមានទៅដល់ច្រើនបំផុតគឺ10គីឡូហ្នឹងហើយអញ្ចឹងខ្ញុំរត់10គីឡូប្រហែលអញ្ចឹងការរត់នេះប្រហែលគឺអ្នកចូលរួមច្រើនហើយខ្ញុំមានអារម្មណ៍សប្បាយចិត្តខ្ញុំបានជួបជាមួយមិត្តភ័ក្តិដែលគេរត់ដូចគ្នានឹងក៏ច្រើនដែរហ្នឹងហើយគេប្រកាសថាប្រហែលជាអ្នកចូលរួមជាង5000នាក់ហ្នឹងហើយឆ្នាំមុនបានតែខ្ទង់3000ហើយអញ្ចឹងឆ្នាំនេះឡើងដល់ជិត5000បានន័យថាមាននៅក្នុងសហគមន៍អ្នករត់គឺមានការឡើងខ្ពស់អញ្ចឹងនៅក្នុងហ្នឹងហើយតាក់ទងមួយ running prep ហ្នឹងហើយនេះខ្ញុំនិយាយគឺការ race និយាយតាក់ទង race គឺថ្ងៃដែលយើង race ជា event មិនមែនយើងងើបហើយយើងទៅរត់ធម្មតាជាការ training ឬក៏ជាការហាត់ជាប្រចាំទេព្រោះការហាត់ជាប្រចាំអាហ្នឹងវាជាកម្រិតធម្មតាមួយនេះខ្ញុំនិយាយតាក់ទងជាមួយការរៀបចំមុននឹងយើងព្យាយាមចង់ទៅប្រកួតអីមួយហ្នឹងហើយអញ្ចឹងខ្ញុំបែងចែកជា2កម្រិតហ្នឹងហើយកម្រិតទី1 level 1នោះគឺយើងផ្ដោតទៅលើចំណុច2តាក់ទងជាមួយនឹងជាតិទឹកហើយនឹងការគេង hydration and sleep ហ្នឹងហើយចំណុច2ហ្នឹងគឺខ្ញុំគិតថានៅកម្រិតទី1នៅពេលដែលយើងទៅប្រកួតយើងបែរកម្រិតទី1នេះនិយាយថាយើងធម្មតាយើងអត់សូវ serious ខ្លាំងទេយើងអត់សូវមកចត់ជាមួយខ្លួនឯងខ្លាំងទេយើងគ្រាន់តែអាចនិយាយបានថាយើងទៅរត់លើកទី1ចូលកម្មវិធីលើកទី1គឺក៏យើងទៅជាមួយមិត្តភ័ក្តិដើម្បីរត់ជាមួយគាត់ឬមួយក៏យើងថាយើងទៅខ្លួនឯងយើងចុះឈ្មោះទៅយើងចង់ធ្វើវាឲ្យបានណាហ្នឹងហើយអញ្ចឹងវាតាក់ទងជាមួយនឹងចំណុចហ្នឹងដែលយើងគិតថាវាកម្រិតដែលយើងចង់សម្រេចវាហ្នឹងវាអត់សូវខ្ពស់អាចល្មមអញ្ចឹងវាត្រូវបដោតទៅលើពីរហ្នឹងទី1គឺការជាតិទឹកនៅក្នុងខ្លួនហើយទី2គឺការគេងជាតិទឹកក្នុងខ្លួនតិចៗដែលខ្ញុំតែងតែប្រើប្រាស់គឺយើងត្រូវការបំពេញជាតិទឹកឲ្យខ្លួនឯងមុនដល់ទៅ1ថ្ងៃទៅ2ថ្ងៃមុននឹងការប្រកួតអឺការប្រកួតហ្នឹងចេះព្រោះអីខ្លួនយើងនៅតែមានសកម្មភាពធ្វើអីផ្សេងហ្នឹងទៅ sorry ខ្លួនយើងមានសកម្មភាពធ្វើអីផ្សេងអញ្ចឹងណាអញ្ចឹងតាក់ទងជាមួយសកម្មភាពហ្នឹងដែរគឺយើងត្រូវការឲ្យការញ៉ាំទឹករបស់យើងឲ្យច្រើនហ្នឹងឲ្យវាមានជាតិទឹក store នៅក្នុង system ខ្លួនរបស់យើងហ្នឹងឧទាហរណ៍ថាព្រឹកមិញយើងរត់ថ្ងៃអាទិត្យពេលព្រឹកណាអញ្ចឹងបានថាតាំងពីថ្ងៃសុក្រមកយើងព្យាយាមញ៉ាំទឹកឬក៏ខ្ញុំផ្ទាល់ខ្លួនខ្ញុំព្យាយាមញ៉ាំទឹកតាំងពីថ្ងៃសុក្រថ្ងៃសៅរ៍ខ្ញុំញ៉ាំទឹកឲ្យបានច្រើនដើម្បីឲ្យជាតិទឹកវាបំពេញនៅក្នុងខ្លួនទី2តើតើជាមួយការគេងដូចគ្នាដែរមុន2ថ្ងៃខ្ញុំមុន2ថ្ងៃហ្នឹងគឺខ្ញុំព្យាយាមខ្លួនឯងឲ្យគេងឲ្យបានគ្រប់គ្រាន់គេងគ្រប់គ្រាន់8ម៉ោង9ម៉ោងអីក៏បានដែរហ្នឹងហើយនៅក្នុងហ្នឹងគឺយើងកុំឲ្យងុយព្រោះបើសិនជាយើងថ្ងៃប្រកួតធម្មតាវាត្រូវឲ្យយើងងើបពីព្រឹកមកដើម្បីរៀបចំខ្លួនឲ្យផ្សេងហ្នឹងគឺវាតែងតែរៀងទៅវាទៀមទាឲ្យយើង set alarm ឲ្យយើងងើបលឿនជាងរាល់ដងហ្នឹងហើយអញ្ចឹងអាហ្នឹងនៅពេលដែលយើងអត់ងុយឬមួយក៏យើងគេងឆ្អែតវាជួយឲ្យយើងងើបមកមានអារម្មណ៍ស្រស់ថ្លាហើយយើងរៀបចំអីផ្សេងទៅ mood យើងអារម្មណ៍យើងវាល្អទៅតាមហ្នឹងអញ្ចឹងទៅហ្នឹងអញ្ចឹងហ្នឹងវាជួយ performance យើងបានខ្លះអញ្ចឹងពីហ្នឹងគឺជាកម្រិតទី1កម្រិតទី2ហ្នឹងហើយកម្រិតទី2នេះគឺខ្ញុំតែងតែខ្ញុំធម្មតាខ្ញុំតែងតែ practice លើខ្លួនឯងព្រោះកម្រិតទី1ខ្ញុំធ្លាប់ធ្វើពីមុនដល់ពេលកម្រិតទី2នេះគឺបើអ្នករត់ទូទៅហ្នឹងហើយអ្នកដែលគាត់ធ្លាប់រត់មកមានសកម្មភាពរត់ប្រកួតអីច្រើនដងគាត់នឹងដឹងហើយនិយាយទី2ហ្នឹងតាក់ទងជាមួយនឹងអឺការជាតិអំបិលហ្នឹងហើយ electrolytes ហ្នឹងហើយអញ្ចឹង electrolyte នេះគឺយើងត្រូវបំពេញនៅក្នុងរាងកាយរបស់យើងដូចគ្នាយើងត្រូវ prep មុនណារៀបចំមុនយើងត្រូវញ៉ាំជាតិ electrolyte អាចខ្ញុំធ្លាប់និយាយតាក់ទងជាមួយនឹងទឹកដូងតែពេលខ្លះយើងមានម្សៅ mix ដែរម្សៅ mix លាយមួយទឹកអញ្ចឹងទៅយើងអាចញ៉ាំទៅជាជាតិអំបិលដែលយើងញ៉ាំមុន2ថ្ងៃមុន1ថ្ងៃអញ្ចឹងទៅហ្នឹងហើយកុំញ៉ាំមុនមួយយប់ហ្នឹងហើយ it doesn't help much វាអត់សូវជួយប្រហែលទេ
តែយើងញ៉ាំមុនអាច2ថ្ងៃអញ្ចឹងទៅគឺវាឲ្យមានជាតិទឹកនៅក្នុងខ្លួនព្រោះអីជាតិអំបិលនៅក្នុងខ្លួនព្រោះអីជាតិទឹកមួយមុខវាអត់ទាន់គ្រប់ទេនៅពេលដែលយើងចង់ឲ្យ performance យើងខ្លាំងយើងព្យាយាមរុញខ្លួនឯងឲ្យហត់ឲ្យលឿនឬមួយក៏អីចឹងណាអញ្ចឹងវាធ្វើឲ្យការបែកញើសរបស់យើងអាចច្រើនជាងរហដងហើយការហត់របស់យើងក៏ច្រើនជាងរហដងដែរហ្នឹងហើយការប្រើប្រាស់សាច់ដុំរបស់យើងក៏ច្រើនដែរហ្នឹងហើយអញ្ចឹងវាផ្សារភ្ជាប់គ្នាហ្នឹងគឺវាធ្វើឲ្យយើងបាត់បង់ជាតិអំបិលច្រើនជាងធម្មតាហ្នឹងហើយអញ្ចឹងវាអាចធ្វើឲ្យយើងហត់ខ្លាំងពេកអញ្ចឹងនៅពេលដែលយើងមានអាហ្នឹង store នៅក្នុងខ្លួនយើងមុនមួយថ្ងៃ2ថ្ងៃទៅពេលដល់ថ្ងៃ race គឺវាជួយ performance យើងបានដល់កម្រិតមួយទៀតពេលយើងហត់ចប់ទៅអារម្មណ៍ខុសគ្នាហ្នឹងហើយទី2ចំណុចទី2នៅក្នុងកម្រិតទី2គឺតកតងជាមួយនឹង energy gel នេះគឺនិយាយខ្លីស្រួលស្ដាប់ទៅគឺជាតិ score ហ្នឹងហើយព្រោះនៅពេលដែលយើងចង់ឲ្យ performance យើងខ្លាំងគឺយើងត្រូវការប្រើកម្លាំងគឺវាជា energy ដែរវាត្រូវការឲ្យយើងប្រើជាធម្មពលហើយធម្មពលក្នុងខ្លួនយើងមកពីជាតិ score ក្នុងខ្លួនយើងហ្នឹងហើយអញ្ចឹងនៅពេលដែលយើងរត់ដូចថាឥឡូវឧទាហរណ៍ធ្វើឆ្ងាយដូចផឹកមិញ10គីឡូហ្នឹងហើយពេលដែលយើងរត់បាន5គីឡូ6 7គីឡូទៅគឺធម្មតាមនុស្សយើងពីណាគេដូចណាគេដែរនៅពេលដែលយើងខំយើងស៊ូគឺជាតិ score វានឹងជាតិ score ក្នុងខ្លួនយើងនឹងធ្លាក់ព្រោះដោយសារយើងបានបញ្ចេញកម្លាំងទៅលើសកម្មភាពហ្នឹងហើយអញ្ចឹងពេលដែលហ្នឹងយើងមានអារម្មណ៍ថាយើងអស់កម្លាំងហ្នឹងហើយអញ្ចឹង energy gel យើងអាចញ៉ាំទៅហ្នឹងហើយក្នុងរយៈពេលដែលយើងញ៉ាំវាហ្នឹងក្នុងរយៈពេល5នាទី10នាទីទៅគឺវាចាប់ផ្ដើម activate ហើយបើអ្នកខ្លះគាត់លឿនដាក់ភ្លាមមាន activate ភ្លាមហ្នឹងហើយយើងមានអារម្មណ៍ថាអូយើងមានកម្លាំងចូលក្នុងខ្លួនហ្នឹងមកហ្នឹងហើយអញ្ចឹងនៅពេលហ្នឹងគឺយើងអាចរុញខ្លួនឯងបានទៅទៀតហ្នឹងហើយបន្ទាប់ពីហ្នឹងទៀតយើងអាចនិយាយបានថាតាក់ទងជាមួយការញ៉ាំកាហ្វេដែរហើយតាក់ទងជាមួយនឹងការចូលបន្ទប់ទឹកអីផ្សេងៗហ្នឹងជាខ្ញុំអាចនិយាយបានថាជា bonus point អញ្ចឹងអាហ្នឹងប្រាប់មួយទៀតនៅក្នុង on race day ហ្នឹងយើងត្រូវព្យាយាមអាចយើងចង់ញ៉ាំកាហ្វេញ៉ាំអីយើងអាចញ៉ាំមុនឲ្យយើងយូរបន្តិចទៅហ្នឹងហើយអាចពេលងើបមកជាខ្ញុំផ្ទាល់ខ្លួនគឺខ្ញុំងើបពីផឹកមកបាន race day គឺខ្ញុំដាក់កាហ្វេមុនគេហ្នឹងហើយដើម្បីឲ្យវា activate ខ្លួនខ្ញុំហ្នឹងហើយខ្ញុំញ៉ាំទឹកញ៉ាំកាហ្វេចង់និយាយចេះលាបមួយគ្នាដើម្បីឲ្យខ្លួនខ្ញុំមានអារម្មណ៍ថាយើងសោះស្រាយយើងអត់ងុយមួយគេយើងមានកម្លាំងពេញហើយពេលហ្នឹងដែរកាហ្វេវាតែងតែជួយយើងឲ្យចូលបន្ទប់ទឹកហ្នឹងអញ្ចឹងយើងបានចូលបន្ទប់ទឹកបត់ដៃបត់ជើងហ្នឹងទៅគឺយើងបានបំពេញនៅអា readiness ហ្នឹងឲ្យខ្លួនឯងហ្នឹងបានថាយើងរៀបចំខ្លួនហើយអញ្ចឹងអាហ្នឹងខ្ញុំចង់ជាចំណុចដែលខ្ញុំចង់យកមកជជែកឲ្យជាយោបល់អញ្ចឹងណាចំពោះអ្នកដែលរៀបចំខ្លួនសម្រាប់ race ហ្នឹងហើយឆ្លើយបន្ទាប់ខ្ញុំចង់និយាយតាក់ទងជាមួយនឹងទី2និយាយជាមួយនឹងការរៀបចំខ្លួនដែរប៉ុន្តែនេះតាក់ទងជាមួយនឹង accessory វិញហ្នឹងហើយ accessory ហ្នឹងមិនគឺវាជាការវិនិយោគមួយនិយាយខ្លីយើងជាអ្នកហាត់ហ្នឹងហើយធម្មតាយើងតែតែដឹងថាយើងហាត់ធម្មតាអញ្ចឹងទៅយើងមានអីយើងប្រើហ្នឹងអញ្ចឹងណាអញ្ចឹងនេះខ្ញុំចង់និយាយព្រោះអានេះខ្ញុំអត់មាន sponsor អីទេគ្រាន់តែជា reference ខ្លួនឯងហើយខ្ញុំគិតថាដើម្បីឲ្យការហាត់របស់យើងទៅមុខយើងមាន routine ល្អហើយយើងចូលចិត្តការហាត់ខ្ញុំគិតថា accessory នេះមួយគឺវាជួយព្រោះខ្លួនខ្ញុំផ្ទាល់គឺវាជួយមែនគឺវាជួយឲ្យយើងបានន័យថាយើងមានអីថ្មីដែលជួយលើកទឹកចិត្តឲ្យយើងបន្តក្នុងការធ្វើនឹងទៅមុខទៀតចឹងណាហ្នឹងហើយទី1ដើម្បីអ្នករត់ដំបូងបើសិនជាយើងគ្រាន់តែចាប់ដើមរត់ដំបូងយើងរត់ចឹងទៅហ្នឹងហើយប៉ុន្តែចំណុចទី2នេះខ្ញុំឲ្យឧទាហរណ៍ជាក់ស្ដែងខ្ញុំខ្លួនឯងខ្ញុំចង់ recommend មែនតើតាក់ទងជាមួយនឹងស្រោមជើង socks ស្រោមជើងគឺនិយាយឲ្យខ្លីទៅកាលមុនខ្ញុំ underestimate ដែរបានន័យថាយើងអត់សូវឲ្យគុណប្រយោជន៍ទៅវាច្រើនថាអូយើងពាក់ស្រោមជើងអីក៏យើងរត់បានដែរប៉ុន្តែស្រោមជើងល្អវាជួយយើងបានច្រើននៅពេលដែលយើងចង់ធ្វើយើងចង់ performance ល្អព្រោះអីស្រោមជើងគឺវាអាចនិយាយបានថាវាជាស្រោមជើងវាជួយយើងមួយផ្នែកដែលវាជួយឲ្យយើងមានអារម្មណ៍ comfortable នឹងឲ្យមានអារម្មណ៍ស្រួលក្នុងជើងរបស់យើងវាអត់ធម្មតាពេលខ្លះអ្នករត់បងដែរមានបទពិសោធន៍រត់ទៅយើងបញ្ហាជាមួយនឹងកញ្ចក់ជើងឬក៏ជើងយើងពងឬក៏ជើងយើងមានអារម្មណ៍អត់ស្រួលហ្នឹងហើយអញ្ចឹងស្រោមជើងនេះមួយយើងទិញ running shoe ដែលវា comfortable ហ្នឹងហើយ thickness របស់វាការកម្រាស់របស់វាហ្នឹងល្មមឲ្យយើងអាចប្រើប្រាស់ហ្នឹងហើយព្រោះពីហ្នឹងយើងគួរតែ invest ព្រោះខ្ញុំពាក់ Adidas ហ្នឹងហើយអញ្ចឹងអានេះខ្ញុំថាខ្ញុំមាន sponsor ទេអញ្ចឹងវីដេអូខ្ញុំអត់មាន sponsor ទេគឺនិយាយទៅ Adidas នេះយើងស្បែកជើង running ហ្នឹងហើយវាល្អត្រង់ថាវាស្រាលហ្នឹងហើយវាជួយ
ឲ្យជើងយើង comfortable នៅក្នុងនោះដែរយើងចង់ពាក់មួយជើង brand អីក៏បានដែរតែព្យាយាម pick up running shoe ហើយយើងមើលទៅថាតើជាតិពងបាតវាហ្នឹងវានៅកម្រិតមួយដែលយើងដូចថាយើងពាក់ទៅយើង comfortable យើងអាច run នៅលើវាបានណានៅក្នុងថ្ងៃប្រកួតនៅថ្ងៃយើង race ហ្នឹងបន្ទាប់ពីហ្នឹងទៀតគួរតែ invest មួយទៅលើនាឡិកាចឹងជាក់ស្ដែងខ្ញុំប្រើ Coros ហ្នឹងហើយ Coros Pace Pro ហ្នឹងហើយចឹង Coros នេះនៅលើនាឡិកាមួយវាមានការវាស់នៅខាងក្រោយនេះវាស់ heart rate ចឹងបើយើងចង់ឲ្យខ្លួនឯងមានយើងចង់បានទិន្នន័យបន្ថែមហ្នឹងហើយយើងចង់ថាអូយើងរត់នឹងនៅពេលណាយើងហត់បេះដូងយើងលោតនៅកម្រិតណាចាប់ដើមដំបូងរត់កម្រិតណាហើយវាមាន GPS ដើម្បីវាស់ថាអូល្បឿនយើងរត់នៅកម្រិតណាហ្នឹងហើយយើងអាចរត់ផងយើងអាចងាកមើលវាទៅដើម្បីដឹងថាអូយើងចង់រត់នៅល្បឿនប៉ុណ្ណេះអញ្ចឹងវាដូចនិយាយចឹងអាការវិនិយោគបន្ទាប់នេះហ្នឹងគឺវាជួយមកកលៈទៀតមកកម្រិតទៀតឲ្យយើងមានអារម្មណ៍ថាការហាត់ប្រាណ routine របស់យើងហ្នឹងគឺវាអភិវឌ្ឍទៅម្ដងទៀតឲ្យយើងសុបាយមួយវាហ្នឹងហើយព្រោះដើម្បីកុំឲ្យយើងធ្វើដដែលទៅយើងមានអារម្មណ៍ថាអូអត់ចេះចប់ហ្នឹងទៅអញ្ចឹងបើយើងតែយល់ថាអូហេតុអីមិនអ្នករត់តែចង់ទិញស្បែកជើងថ្មីរហូតឬមួយក៏ទិញនេះទិញនោះអញ្ចឹងណាហ្នឹងហើយចូលនៅក្នុងហ្នឹងគឺវានៅក្នុងហ្នឹងវាជា culture មួយដែលអ្នកហាត់កីឡាយើងគួរតែយល់ដឹងបន្ថែមអំពីaccessory មួយចំនួនហ្នឹងហើយមិនមែនគ្រាន់តែជាការអួតថាខ្ញុំមានអានេះទេគឺវាជួយឲ្យយើងដោះកលឹះមកកម្រិតទៀតឲ្យយើងដឹងពីទិន្នន័យផ្សេងទៀតទៅយើងអាច invest ទៅលើ heart rate monitor ហ្នឹងហើយអញ្ចឹងអានេះនៅកម្រិតមួយតង់ទៀតនេះខ្ញុំប្រើដែរ brand របស់ Coros ដែរហ្នឹងហើយខ្ញុំប្រើខ្ញុំតែប្រកួតភាគច្រើនគឺខ្ញុំពាក់ហ្នឹងហើយគឺនេះគ្រាន់តែជាវាស់ស្ទង់ទិន្នន័យកម្រិតបេះដូងយើងហ្នឹងហើយអញ្ចឹងពាក់នៅលើដៃអញ្ចឹងវាចាប់បេះដូងយើងបានល្អជាងនាឡិកាមួយតង់ទៀតហ្នឹងហើយលើពីហ្នឹងទៀត accessory បន្ទាប់ទៀតមាននៅក្នុងនេះខ្ញុំមានជាកាសហ្នឹងហើយអញ្ចឹងកាសមិនថាកាសម៉ាកអីយើងមានកាសមួយដែលល្អយើងពាក់ទៅនឹងវិជ្ជាយើងស្ដាប់ចម្រៀងអញ្ចឹងទៅគឺវាជួយចម្រៀងហ្នឹងគឺនៅក្នុងហ្នឹងចម្រៀងវាជួយយើងចម្រៀងវាជាអារម្មណ៍វាបដូរវាជាអារម្មណ៍វាជារឿងរ៉ាវអីមួយនៅក្នុងការហាត់របស់យើងនៅក្នុងការប្រកួតរបស់យើងហ្នឹងឲ្យយើងជាលើកទឹកចិត្តនៅខាងក្រោយក្នុងខាងក្រោយខ្នងរបស់យើងពេលយើងស្ដាប់ទៅអារម្មណ៍របស់យើងស៊ីជម្រៅទៅតាមហ្នឹងទៅអញ្ចឹងអាហ្នឹងវាតែងតាវាជួយហ្នឹងហើយមានអ្នកខ្លះដែរគាត់រត់អត់ប្រើជំនាញគាត់អត់ត្រូវការជំនាញគាត់ចូលចិត្តស្ដាប់គេឬសម្រាប់ជើងឬសម្រាប់ឬខ្យល់បក់មួយស្លឹកឈើផ្សេងទៅហ្នឹងការចំណងជាមួយខុសគ្នាតែចំពោះខ្ញុំផ្ទាល់គឺជំនាញពេលដែលខ្ញុំស្ដាប់ទៅខ្ញុំវាជួយ boost mental យើងឲ្យមានអារម្មណ៍ថាលើកទឹកចិត្តទៅមុខទៀតចឹងទៅជាបន្តទៀតខ្ញុំនិយាយ recommend ទៅលើ app មួយហើយអ្នករត់ប្រច្រើនយើងដឹងហើយ app Strava និង app Strava នេះគឺវា free ហ្នឹងហើយ app Strava គឺ free ឯង app Strava ហ្នឹង free គឺបានន័យថាជា app សម្រាប់ដែលយើងត្រូវ log បានថាយើងកត់ត្រាទិន្នន័យដែលយើងធ្លាប់មានសកម្មភាពកីឡាអីផ្សេងហ្នឹងបានហ្នឹងហើយបើថាយើងទៅរត់យើងទៅ gym ហាត់ប្រាណយើងធ្វើសកម្មភាពអីផ្សេងយើងអាចឲ្យវា track បានហើយអ្វីដែលពិសេសហ្នឹងគឺធម្មតា app Strava ហ្នឹងគឺវាអាចផ្សារភ្ជាប់ជាមួយវា connect បានជាមួយនឹងនាឡិការបស់យើងពាក់នេះអញ្ចឹងអាហ្នឹងពេលដែលយើង record អីផ្សេងយើង start activity អីផ្សេងគឺទិន្នន័យវាបញ្ចូលទៅក្នុង Strava ហ្នឹងវា add link មកជាប់មួយគ្នាអញ្ចឹងយើងអាចថ្ងៃក្រោយយើងអាចទៅមើលសកម្មភាពយើងមួយឆ្នាំមុនប្រហែលខែមុនយើងធ្វើអានេះនៅក្នុងពេលនេះបានបន្ទុកបណ្ណាអញ្ចឹងទៅនៅឯដឹងថាអញ្ចឹងអាហ្នឹងវាអាចប្រៀបធៀបបានថាដូចជា game មួយអញ្ចឹងហ្នឹងហើយសកម្មភាពកីឡាខ្ញុំតែងតែទុកវាជា game មួយអញ្ចឹងដែរហ្នឹងហើយពេលយើងលេង game ហ្នឹងហើយយើងលេងដើម្បីអីគេដូចយើងចុះឈ្មោះ sign up 10គីឡូឬក៏21គីឡូអញ្ចឹងតើយើងលេងហ្គេមហ្នឹងតើយើងលេងដើម្បីអីហើយពេលដែលយើងលេងហ្នឹងតើយើងលេងធ្វើម៉េចដើម្បីឲ្យសប្បាយហ្នឹងហើយឲ្យត្រូវជាមួយនឹង character ដែលយើងចង់លេងហ្នឹងហើយយើងចង់ដូចថាយ៉ាងឧទាហរណ៍ដូចមានយើងចង់បានស្បែកជើងល្អយើងចង់បានសូមជើងល្អយើងចង់មាននាឡិកាដែលអាចមើលទៅថាយើងអាច track ខ្លួនឯងបានថាយើងឃើញ performance សកម្មភាព result របស់យើងនៅម៉ោងនេះអញ្ចឹងទៅចឹងហ្នឹងហើយគឺជាខ្ញុំគិតថាអាហ្នឹងគឺវាជួយចំពោះខ្ញុំផ្ទាល់គឺវាជួយច្រើនមែនតើហ្នឹងហើយមិនមែនថាយើងមានច្រើនហើយយើងលយអីចឹងណាខ្ញុំមិនដែរគិតចឹងហើយខ្ញុំគាត់ថា
វាជា accessory មួយយើងយកមកយើងពេលយើងមានទៅគឺវាជួយឲ្យយើង consistent ជាមួយនឹងការហាត់របស់យើងព្រោះអីយើងគិតថាអូយើងបានចំណាយលុយទៅលើវាដើម្បីឲ្យយើងបានលទ្ធផលដឹងពីលទ្ធផលមួយកន្លះអញ្ចឹងណាអញ្ចឹងយើងតែងតែរុញខ្លួនឯងឲ្យទៅធ្វើវារហូតដល់យើងធ្វើបានហ្នឹងហើយអូខេអញ្ចឹងនៅក្នុងវីដេអូថ្ងៃនេះខ្ញុំចង់ជជែកប៉ុណ្ណឹងហើយឲ្យជាយោបល់ប៉ុណ្ណឹងហើយខ្ញុំបើសិនជាខ្ញុំគិតថាបើអ្នកស្គាល់ខ្ញុំគឺអ្នកនៅជុំវិញខ្លួនខ្ញុំគឺគេដឹងអាហ្នឹងទាំងអស់ហ្នឹងហើយប៉ុន្តែមិនក៏ដោយក្នុង content វីដេអូនេះខ្ញុំចង់ចែកម្លែកប៉ុណ្ណឹងតាក់ទងជាមួយនឹងបទពិសោធន៍ហើយនឹងកលឹះមួយចំនួនដែលខ្ញុំតែងតែប្រើមកពីមុនហ្នឹងហើយអានឹងដែរបើយើងនិយាយអំពីលទ្ធផលដែលខ្ញុំទទួលបាន progress ដែលខ្ញុំទទួលបានគឺខ្ញុំគិតថាវាអាចនិយាយបានថាវាចាប់ផ្ដើមពីចំណុចទាំងអស់ហ្នឹងដែរហ្នឹងហើយអូខេអញ្ចឹងថ្ងៃនេះមានប៉ុណ្ណឹងអរគុណហើយសង្ឃឹមថាជួបគ្នានៅវីដេអូក្រោយនៅពេលដែលខ្ញុំនឹងនិយាយតាក់ទងជាមួយនឹង episode ជាមួយជីវិតផ្សេងទៀតអូខេបើសិនជាចូលចិត្តវីដេអូខ្ញុំហ្នឹងហើយអាចជួយ like right ហើយបើសិនជាមាន topic អីចង់ឲ្យខ្ញុំ cover អាចជួយ comment នៅក្រោមហ្នឹងក៏បានដែរថាអូខេខ្ញុំចង់ដឹងពីនេះខ្ញុំអាចជា topic នេះខ្ញុំអាចគិតមើលហើយខ្ញុំអាចរៀបចំជា content ដែលតាក់ទងនឹងហ្នឹងដើម្បីឲ្យមានចម្លើយអញ្ចឹងណា